បាទសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យយល់អំពីជំងឺលើសសម្ពាធឈាមតើអ្វីទៅជាជំងឺលើសសម្ពាធឈាមនៅចំណុចទី1គឺនិយាយអំពីនិយមន័យជំងឺលើសសម្ពាធឈាមគឺយើងតលតវាស់ឈាមបានដឹងថាលើសហើយសម្ពាធឈាមប្រមាណដែលគិតថាលើសសម្ពាធឈាមហ្នឹងដែលយើងវាស់សម្ពាធឈាមលើសឬក៏ស្មើ130លើ80មីលីម៉ែត្របារ៉តបានន័យថាលើសឈាមហើយ130ឬក៏លើ130អាហ្នឹងsystolic ហើយ diastolic គឺ80ឬក៏លើ80ទៅទៀតបានន័យថាលើសសម្ពាធឈាមហើយហ្នឹងគឺសហគមន៍សមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិកបានកំណត់មកអញ្ចឹងបានន័យថាសម្ពាធឈាមដែលហៅថាលើសសម្ពាធឈាមហ្នឹងគឺធំជាងឬក៏ស្មើ130លើ80ឬក៏13ធំជាងឬក៏ស្មើ13លើ8មីលីម៉ែត្របារ៉តហើយចំណុចទី2គឺយើងចំណាត់ថ្នាក់នៃការលើសសម្ពាធឈាមហ្នឹងដោយមាន2ចំណុចដែលយើងត្រូវនិយាយគ្នាទី1គឺផ្នែកសមាគមរបស់សហរដ្ឋអាមេរិកដែលកំណត់នៅក្នុងនោះក៏បានប្រាប់យើងអំពីសម្ពាធឈាមធម្មតាក្រោម12លើ8មានន័យថាក្រោម120លើ80មីលីម៉ែត្របារ៉តហ្នឹងគេហៅថាសម្ពាធឈាមធម្មតាហើយបើសិនសម្ពាធឈាមដែលឡើងគឺចាប់ពី120រហូតដល់129អាហ្នឹង systolic សម្ពាធឈាមខាងលើហើយសម្ពាធឈាមខាងក្រោមគឺវាអាចតូចជាង80 diastolic តូចជាង80ណានឹងបានន័យថាគាត់ឡើងឈាមប៉ុន្តែមិនទាន់ចូលដល់កម្រិតទី1ទេឡើងឈាមហើយកម្រិតទី1នៃការឡើងឈាមហ្នឹងគឺចាប់ពី130រហូតដល់139អានោះសម្ពាធឈាមខាងលើ systolic ហ្នឹងឯងហើយសម្ពាធឈាមខាងក្រោម diastolic គឺ80ទៅ89បានន័យថាជាជំងឺលើសម្ពាធឈាមក្នុងកម្រិតទី1ហើយចាប់ពី130រហូតដល់139លើ80រហូតដល់89បាទខាង130ទៅ139ហ្នឹងគឺជាសម្ពាធឈាម systolic ហើយ80ទៅ89ហ្នឹងគឺ diastolic អញ្ចឹងសម្ពាធឈាមដែលលើសហ្នឹងគេហៅថាកម្រិតទី1កម្រិតទី2គឺយើងវាស់ទៅឃើញថាធំជាងឬក៏ស្មើ140ឡើងទៅអាហ្នឹង systolic បើ diastolic គឺធំជាងឬស្មើ90ហ្នឹងចូលលើសម្ពាធឈាមកម្រិតទី2ហើយខាងក្រោមចំណុចខាងក្រោមគឺសមាគមរបស់អឺរ៉ុបគេកំណត់យកសម្ពាធឈាមដែលលើសកម្រិតទី1គឺចាប់ពី140ទៅ159 systolic ហើយ diastolic គឺ90ទៅ99អាហ្នឹងសម្ពាធឈាមដែលលើសក្នុងកម្រិតទី1បើសម្ពាធឈាមដែលលើសក្នុងកម្រិតទី2គឺគេយកចាប់ពី160ទៅ179 systolic ហើយ diastolic គឺចាប់ពី100ទៅដល់109បានន័យថាលើសសម្ពាធឈាមកម្រិតទី2បើ
សម្ពាធលើសម្ពាធឈាមកម្រិតទី3វិញគឺធំជាងឬស្មើ180 systolic ហើយ diastolic គឺធំជាងឬស្មើ110នេះគឺជាការកំណត់របស់សមាគមខាងអឺរ៉ុបវិទ្យាសាស្ត្រខាងអឺរ៉ុបផ្នែកវិទ្យាសាស្ត្រហ្នឹងផ្នែកបេះដូងរបស់អឺរ៉ុបហ្នឹងក្រុមគ្រូពេទ្យខាងអឺរ៉ុបហ្នឹងហើយចំណុចទី3គឺយើងនិយាយអំពីមូលហេតុតើមូលហេតុអ្វីដែលនាំឲ្យមានជំងឺលើសសម្ពាធឈាមនេះនៅចំណុច A ហៅថា primary ហៅថាជាដំណាក់កាលដំបូងនៃជំងឺលើសសម្ពាធឈាមបន្ទុកវា90ទៅ 95% មិនដឹងមូលហេតុច្បាស់លាស់ទេមិនដឹងថាមូលហេតុអ្វីដែលនាំឲ្យលើសសម្ពាធឈាមគឺអត់ដឹងទេប៉ុន្តែវាមិនមែនសុទ្ធសាធអត់ដឹងទាំងអស់ទេមូលហេតុវាត្រូវតែមានជាប់តាក់ទិននៅ4ចំណុចខាងក្រោមចំណុចទី1វាអាចតាក់ទិនទៅនឹងកត្តា genetic ហើយចំណុចទី2វាអាចតាក់ទងនឹងកត្តាអ្នកជំងឺនឹងលើសគីឡូធាត់ហើយវាអាចតាក់ទងនឹងរបបអាហារប្រៃពេកឬក៏អ្នកជំងឺនឹងstress ខ្លាំងពេកអញ្ចឹងទាំង4កត្តាហ្នឹងវាអាចនាំឲ្យមានជំងឺលើសសម្ពាធឈាមអញ្ចឹងមិនមែនមានន័យថាគ្រប់ជំងឺលើសសម្ពាធឈាមទាំងអស់ហ្នឹងមិនមានមូលហេតុច្បាស់លាស់ទេវាអាចជាប់តាក់ទិននឹង4កត្តាហ្នឹងដែរហើយចំណុច B គឺនិយាយអំពី secondary មូលហេតុដែលនាំឲ្យលើសសម្ពាធឈាមគឺមានមូលហេតុដូចខាងក្រោមបើសិនជាមានបញ្ហាជំងឺតម្រងនោមអញ្ចឹងអាចនាំឲ្យមានជំងឺលើសសម្ពាធឈាមដែរបើសិនមានបញ្ហាទៅលើប្រព័ន្ធអង់ដូគ្រីនតាក់ទងទៅនឹងការកើនឡើងជាតិពុលនៅក្រពេញមេអំបៅក្រពេញថៃរ៉យវាអាចនាំឲ្យមានលើសសម្ពាធឈាមដែរបើសិនជាមានការប្រើប្រាស់ថ្នាំប្រភេទហូម៉ូនស្តេរ៉ុយឬក៏ថ្នាំបំបត្តិការជិះចាប់ NSAID យូរឬក៏ញឹកញាប់អាចនាំឲ្យមានលើសសម្ពាធឈាមដែរហើយចំពោះថ្នាំស្តេរ៉ុយផលរំខានឬក៏ផលប៉ះពាល់របស់ស្តេរ៉ុយវាអាចឲ្យនាំឲ្យលើសស្ករវាអាចឲ្យធ្វើឲ្យឡើងឈាមដែរ NSAID វិញវាអាចផលប៉ះពាល់ថ្នាំបាត់ការជិះចាប់ NSAID ហ្នឹងវាអាចប៉ះទៅលើកាពះតបៅកាពះហើយជាដើមវាអាចប៉ះទៅលើតរងនោមផងដែរហើយថ្នាំ NSAID និង steroid នោះវាអាចនាំឲ្យមានផលប៉ះពាល់នៃវាអាចធ្វើឲ្យលើសឈាមដែរចំណុចទី4គឺការវិយតម្លៃអំពីជំងឺលើសសម្ពាធឈាមវិយតម្លៃយ៉ាងម៉េចទី1គឺយើងត្រូវធ្វើ history បានន័យថាសាកសួរព័ត៌មានអ្នកជំងឺផ្ទាល់នឹងឯងតើគាត់មានជក់បារីអត់មានផឹកស្រាទេមានជំងឺទឹកនោមផ្អែមទេធ្លាប់លើសខ្លាញ់ទេពីមុនមកហើយប្រវត្តិគ្រួសារគាត់មានធ្លាប់មានម្នាក់គ្រួសារគាត់សមាជិកគ្រួសារគាត់ដូនតាបងប្អូនរបស់គាត់នឹងមានធ្លាប់មានលើសសម្ពាធឈាមមកអត់ធ្លាប់មានទឹកនោមផ្អែមអត់ឬមួយក៏យ៉ាងម៉េចយើងត្រូវសួរបន្តទៅទៀតគឺយើងត្រូវពិនិត្យទៅលើរាងកាយ physical exam បានន័យថាយើងត្រូវមើលតើគាត់នឹងថត់ទេយើងពិនិត្យមើលទៅលើបេះដូងពិនិត្យមើលទៅលើមុខងារតម្រងនោមពិនិត្យមើលភ្នែកហើយនឹងធ្វើតេស្តឈាមគឺយើងត្រូវតេស្តមើលជាតិស្ករយើងត្រូវ
មើល HbA1c យើងត្រូវធ្វើតេស្តឈាមមើលទៅលើខ្លាញ់យើងត្រូវតេស្តឈាមមើលទៅលើមុខងារតរងនោមនិងពិនិត្យទឹកនោមហើយយើងនិយាយអំពីកត្តាប្រឈមតើនរណាខ្លះដែលមានកត្តាប្រឈមអាចនាំឲ្យលើសសម្ពាធឈាមទី1អ្នកដែលធាត់អាចលើសឈាមដែរអាចប្រឈមនឹងការលើសឈាមដែរទី2អ្នកដែលមានជំងឺទឹកនោមផ្អែមទី3អ្នកដែលលើសជាតិខ្លាញ់ក្នុងសរសៃឈាមទី4គឺអ្នកដែលគឺមនុស្សចាស់ដែលមានវ័យស្មើ65ឆ្នាំឬក៏លើសពី65ឆ្នាំអញ្ចឹងអាចពីព្រោះតែរាងកាយរបស់គាត់កាន់តែមានវ័យជ្រេអញ្ចឹងសរសៃឈាមកោសិកាគ្រប់ទាំងអស់គឺមានវ័យទៅតាមអាយុរបស់គាត់ដែរអញ្ចឹងអាចប្រឈមនឹងការលើសសម្ពាធឈាមបាទហើយចំពោះគោលបំណងនៃការគ្រប់គ្រងសម្ពាធឈាមនោះគឺជាទូទៅយើងគ្រប់គ្រងសម្ពាធឈាមធ្វើយ៉ាងម៉េចឲ្យនៅក្រោមឬក៏តូចជាង130លើ80ប៉ុន្តែបើមនុស្សដែលមានវ័យចាស់ជរាគឺយើងធ្វើយ៉ាងម៉េចឲ្យតូចជាង140លើ90សម្ពាធឈាមរបស់គាត់ចំណុចទី6គឺយើងនិយាយអំពីការរស់នៅសម្រាប់អ្នកជំងឺលើសសម្ពាធឈាមហ្នឹងតើយើងត្រូវធ្វើយ៉ាងម៉េចចំពោះរបៀបនៃការរស់នៅគឺធ្វើយ៉ាងម៉េចឲ្យគាត់កាត់បន្ថយអំបិលសូដ្យូមធ្វើឲ្យក្រោម5ក្រាមក្នុងមួយថ្ងៃហើយចំណុចទី2គឺយើងនិយាយអំពីអាហារដែលជួយទៅដល់សម្ពាធឈាមរបស់គាត់បានន័យថាអាហារហ្នឹងវាពេលដែលយើងឲ្យគាត់ធ្វើរបបអាហារហ្នឹងដើម្បីសុខភាពសម្រាប់ជួយបន្ថយសម្ពាធឈាមរបស់គាត់កុំឲ្យឡើងខ្លាំងពេកអញ្ចឹងយើងបញ្យល់ថាក្រុមអាហារណាដែលល្អសម្រាប់គាត់ដែលជួយទៅដល់ក្នុងការបន្ថយសម្ពាធឈាមមានបន្លែមានផ្លែឈើហើយអាហារណាខ្លះដែលមិនគួរហូបពីព្រោះតែបើហូបទៅអាហារហ្នឹងវាអាចធ្វើឲ្យសម្ពាធឈាមកើនឡើងហើយជាដើមអញ្ចឹង DASH diet ហ្នឹងគឺសំដៅទៅលើអាហារពិសេសមួយសម្រាប់អ្នកជំងឺដែលលើសសម្ពាធឈាមហូបទៅអាចជួយឲ្យបន្ថយនៅសម្ពាធឈាមហ្នឹងទី3គឺបន្ថយទម្ងន់បន្ថយគីឡូយើងកាត់បន្ថយអាហារពេលល្ងាចអីជាដើមទៅហាត់ហើយទី4គឺយើងហាត់ប្រាណមួយអាទិត្យឬ7ថ្ងៃហ្នឹងហើយស្មើនឹង150នាទីគឺយើងដើរហាត់ប្រាណធម្មតាអញ្ចឹងទៅទី5មិញទី4ទី5គឺបញ្ឈប់ស្រានិងបារីចំណុចទី7គឺយើងនិយាយអំពីការព្យាបាលដោយប្រើប្រាស់ឱសថវេជ្ជសាស្ត្រទៅតាម guideline ដែលបានណែនាំហើយត្រង់ចំណុចនេះគឺខ្ញុំសូមមិននិយាយលម្អិតទេហើយក្រុមថ្នាំគ្រប់គ្រងសម្ពាធឈាមមានច្រើនក្រុមមាន ACEI មាន Enalapril មានក្រុម ARB មាន Losartan មានក្រុម CCB មាន Amlodipine អីជាដើមហើយមានច្រើននៅក្នុងការព្យាបាលនិងការគ្រប់គ្រង
ជំងឺលើសស្ពាតឈាមគឺខ្ញុំសូមមិនផ្ដោតទៅលើការព្យាបាលហ្នឹងទេការប្រើហ្នឹងទេគ្រាន់តែបង្ហាញខ្លះហើយចំពោះទី8គឺយើងនិយាយអំពីគោលនិយាយអំពីការព្យាបាលសំខាន់គោលដៅសំខាន់នៃការព្យាបាលគឺយើងវាស់ឈាមបើសិនជាយើងពិនិត្យឃើញថាលើសស្ពាតឈាមក្នុងកម្រិតទី1បានន័យថាវាស់ទៅឃើញ130ទៅ139លើ80ទៅ89បានន័យថាចន្លោះហ្នឹងណាមួយហើយយើងឃើញអញ្ចឹងឃើញស្ពាតឈាមគាត់អញ្ចឹងយើងមិនគួរណាចេញថ្នាំដើម្បីឲ្យគាត់យកទៅប្រើទៅលេបដើម្បីបន្ថយស្ពាតឈាមទេយើងត្រូវគិតអំពីកត្តាហានិភ័យសិនតើគាត់អាចមានកត្តាហានិភ័យខ្ពស់អត់បើសិនកត្តាហានិភ័យខ្ពស់ទើបយើងឲ្យថ្នាំបញ្ចុះសម្ពាធឈាមទៅគាត់ប្រើកត្តាហានិភ័យអាចគាត់មានក្រៅពីលើសម្ពាធឈាមគាត់មានកត្តាប្រឈមជាមួយនឹងជំងឺសរសៃឈាមបេះដូងទេអាចប្រឈមទៅនឹងជំងឺផ្សេងដូចគាត់មានតំណុំផ្អែមអត់គាត់មានជំងឺតម្រងនោមអត់ហើយគាត់មានអាយុប្រមាណបើសិនជាគាត់អាយុ65ឆ្នាំឬលើសពី65ឆ្នាំអញ្ចឹងយើងអាចឲ្យគាត់ប្រើថ្នាំបញ្ចុះសម្ពាធឈាមបានបើសិនជាមានកត្តាហានិភ័យខ្ពស់ណាមួយកត្តាហានិភ័យខ្ពស់យើងគិតពីបញ្ហាប្រឈមដែលអ្នកជំងឺមានក្នុងពេលដែលអ្នកជំងឺនឹងលើសសម្ពាធឈាមក្នុង stage 1ហ្នឹងក្នុងកម្រិត1ហ្នឹងបើសិនជាកត្តាហានិភ័យខ្ពស់ឧទាហរណ៍មានតំណុំផ្អែមឬក៏អាចប្រឈមទៅនឹងបញ្ហាសរសៃឈាមបេះដូងអូខេយើងឲ្យចេញថ្នាំឲ្យទៅឬក៏អាចតេតិនទៅនឹងកត្តាអាយុរបស់គាត់អញ្ចឹងយើងអាចឲ្យបានដើម្បីគ្រប់គ្រងសម្ពាធឈាមព្រោះគាត់អាយុច្រើនហើយអាចខ្លាចលោកមានហានិភ័យណាមួយកើតមានប៉ុន្តែគឺយើងត្រូវជ្រើសរើសយកថ្នាំណាមួយដែលសមស្របជាមួយនឹងវ័យរបស់គាត់ជាមួយនឹងសុខភាពរបស់គាត់ហើយបើសិនជាយើងពិនិត្យទៅឃើញថាស្ពាតឈាមរបស់គាត់ចូលបានន័យថាលើស្ពាតឈាមកម្រិតទី2ហើយបានន័យធំជាងឬស្មើ140លើធំជាងឬក៏ស្មើ90អញ្ចឹងយើងពិចារណាទៅតើគួរប្រើថ្នាំបញ្ចុះសម្ពាធឈាមតែមួយមុខឬក៏ពីរមុខហ្នឹងសម្រាប់គ្រូពេទ្យគាត់យល់ត្រង់ចំណុចនេះបាទចំពោះផលវិបាកនៃជំងឺលើសសម្ពាធឈាមបើសិនជាយើងអត់បានព្យាបាលអត់បានគ្រប់គ្រងនិងតាមដានទេផលវិបាកអាចកើតមានអាចប៉ះពាល់ទៅលើប្រព័ន្ធខួរក្បាលអាច stroke ណាអាចប៉ះពាល់ទៅលើបេះដូងអាចនាំឲ្យមានខ្សោយបេះដូងឬក៏បញ្ហាទៅលើសាច់ដុំបេះដូងឬក៏បញ្ហារីកបេះដូងឬក៏ហើមសួតប៉ះពាល់ទៅលើសួតដែរបើសិនជាដំបូងគឺប៉ះពាល់បេះដូងសិនតែកាលណាប៉ះពាល់ដល់បេះដូងវាធ្វើឲ្យអាចហើមសួតហើមអីជាដើមដែលជាផលវិបាកនៃជំងឺលើសសម្ពាធឈាមដែលយើងអាចបានព្យាបាលយូរទៅវានឹងធ្វើឲ្យបេះដូងមានបញ្ហាហើយក៏វាអាចមានផលប៉ះពាល់ទៅលើតម្រងនោមដែរហើយវាអាចប៉ះពាល់ទៅលើភ្នែកនិងសរសៃឈាមផងដែរ
ហើយវាអាចប៉ះទៅលើសរសៃឈាមវាអាចប៉ះលើសរសៃអាអកបានន័យថាវាអាចប៉ោងអីជាដើមនេះជាសុទ្ធសឹងតែជាផលប៉ះពាល់នៃជំងឺផលវិបាកឬក៏ផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាមនឹងឯងបាទសូមអរគុណបើសិនជាមានការខុសឆ្គងលើសលួសខ្វះត្រង់ចំណុចណាមួយសូមបងប្អូនអធិស្ឋានផងហើយសូមជាកែលម្អបើសិនជាខ្វះខាតលើសលួសតិចតួចសូមអរគុណ